ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mo ឈីតាជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាច់រឿងថ្មីទាំងអស់គ្នាយើងខានមើលរឿងបែបឆ្លងភពនេះយូរហើយអញ្ចឹងរឿងមួយនេះគឺល្អមើលខ្លាំងមែនតើសម្រាប់ប្រមុខស្រីហ្នឹងឯងគឺជាមនុស្សបុរាណបានឆ្លងពេលវេលាមកកាន់សម័យបច្ចុប្បន្នកាលរបស់យើងនេះដោយសារតែមានចំណងជាមួយនឹងអ្នកមានគុណរបស់ខ្លួនទៅតួស្រីទៅជាប់គាំងនៅក្នុងពេលវេលាបច្ចុប្បន្នហើយក៏ត្រូវដោះស្រាយនៅអាចកបាំងនឹងរឿងរ៉ាវផ្សេងៗទៀតដូច្នេះដើម្បីកុំឲ្យវែងឆ្ងាយចង់ដឹងថារឿងរ៉ាវគឺវាយ៉ាងណាដែរយើងចូលទៅកាន់សាច់រឿងតែម្ដងទៅកាលពី1000ឆ្នាំនៅក្នុងអាណាចក្រលៀងគឺទឹកដីរបស់ពួកគេនឹងកំពុងតែមានភាពច្បោះច្បល់ដោយសារតែមានការរង្គោះរង្គើពីការគម្រាមកំហែងនៅខាងក្រៅនិងពួកមន្ត្រីដែលបានខົບខិតគ្នានៅខាងក្នុងធ្វើការបះបោរនៅពេលនោះគឺពួកគេធ្វើការបះបោរចឹងទៅក៏មានតែសេនាប្រមុខស្រីម្នាក់គត់ប៉ុណ្ណោះគឺណានកងអ៊ីនឹងធ្វើការច្បាំងដើម្បីយាមទ្វាររាជវាំងក្បាច់កូនគេសាហាវប្រៃផ្សៃមែនតែម្នាក់ឯងប៉ុណ្ណោះប្រយុទ្ធជាមួយនឹងទ័ព4-10នាក់ពួកនឹងគឺថាមិនអាចយកឈ្នះមេទ័ពយើងបានទេក៏ប៉ុន្តែមេទ័ពដែលធ្វើការបះបោរបានបាញ់ព្រួយមកកាន់ណានកងអ៊ីហើយធ្វើឲ្យមកគ្រាប់ព្រួយនឹងទម្លុះខ្លួនប្រាណរបស់គេតែម្ដងថែមទាំងមានការចាក់ជាបន្តទៀតនៅដង្ហើមចុងក្រោយក៏គេបានលើកផ្លាកបញ្ជាទ័ពរបស់គេបញ្ជាកូនចៅទ័ពនឹងឲ្យទៅយាមព្រះអង្គនិងការពារព្រះអង្គដល់ទីបំផុតរួចហើយគេក៏បានដាច់ខ្យល់រួមទៅជាមួយនឹងផ្លាកបញ្ជារបស់គេក៏បញ្ចេញពលឺធ្វើឲ្យគេនឹងបានឆ្លងពេលវេលាមកកាន់ពេលវេលាបច្ចុប្បន្ននេះតែម្ដងនៅក្នុងខ្លួនប្រាណរបស់នារីម្នាក់ដែលមានឈ្មោះថាហ្វូយីងយីអញ្ចឹង admin ក៏ហៅសេនាប្រមុខស្រីយើងថាហ្វូយីងតែម្ដងទៅឲ្យត្រូវជាមួយនឹងឈ្មោះបច្ចុប្បន្នរបស់គេយីងកំពុងតែឆ្ងល់ជាមួយនឹងខ្លួនឯងមិនបានគេនៅមានជីវិតហើយរូបភាពអីក៏ចម្លែកម្ល៉េះស្រាប់តែតួប្រុសរបស់យើងគូច្រើនអីបានបើកតកាឈូកនឹងស្រែកមុខយីងឲ្យយីងនឹងស្វាងមកកំចង់សម្លាប់ខ្លួនអីហើយក៏ចាប់ច្បាច់កយីងទៀតព្រោះថាយីងបានធ្វើបាបលោកយាយរបស់គេទាំងដែលលោកយាយគេនឹងធ្វើល្អជាមួយនឹងយីងណាពេលច្រើនអីចាប់ច្បាច់កយយីងចឹងទៅក៏ធ្វើឲ្យគេនឹងមានការចងចាំរបស់យីងពេលបច្ចុប្បន្ននេះរូបភាពជាច្រើនដែលបានផុសឡើងមកប៉ុន្តែរូបភាពដែលច្បាស់ជាងគេនឹងគឺយីងបានមកកាន់គ្រួសារគូព្រោះតែឪពុករបស់គេបានលាចាកលោកទៅហើយក៏ទ្រព្យសម្បត្តិទាំងអម្បាម៉ែនត្រូវបាត់បង់ទៅដូចគ្នាលោកយាយគូទទួលយីងមកកាន់គ្រួសាររបស់គាត់ឲ្យយីងរៀបការជាមួយនឹងតួប្រុសឆិនអ៊ីរបស់យើងនេះទៀតតែឆិនអ៊ីគេមិនបានពេញចិត្តជាមួយនឹងយីងឡើយទំនាក់ទំនងការរៀបការរបស់គេក្រៅពីគ្រួសារនេះគឺអ្នកដតីមិនអាចបានដឹងទេយីងពីមុនសុកចិត្តរៀបការមកកាន់គ្រួសារគូនេះក៏ដោយសារតែគេបានសង្ស័យថាការសោករបស់ប៉ាគេនឹងគឺតាក់ទងជាមួយនឹងគ្រួសារគូគេសុកចិត្តមកប្រឈមមុខជាមួយនឹងមនុស្សដែលគេស្អប់ហ្នឹងដើម្បីស្វែងរកការពិតតែក្រោយមកហ្នឹងយីងក៏ត្រូវអ្នកបម្រើចាប់ដាក់ច្រវាក់ដៃច្រវាក់ជើងនិងឃុំខ្លួននៅក្នុងបន្ទប់ដែលពួកគេបានចោទប្រកាន់ថាយីងគឺជាឃាតករដែលព្យាយាមនៅក្នុងការសម្លាប់លោកយាយគូចន្លោះពេលហ្នឹងក៏មានមនុស្សអាចកំបាំងម្នាក់ហ្នឹងវាយឲ្យយីងស្លាប់ដែរតែយ៉ាងណាទៀតហ្នឹងក៏យកដឹងដែរគ្រាន់តែយីងបច្ចុប្បន្ននេះបន្ទាប់ពីឃើញរូបភាពមួយហ្នឹងហើយគេក៏បានតតាំងជាមួយនឹងឆិនអ៊ីព្រោះគេគឺជាសេនាប្រមុខដែលចេះក្បាច់គុណណាល្មមអីមកចាប់គេចូលក៏បើនេះក៏បែរខ្លួនហ្នឹងគេក៏យកមកភ្ជុំករបស់ឆិនអ៊ីហើយក៏ឲ្យឆិនអ៊ីហ្នឹងនាំគេទៅកន្លែងកើតហេតុទៅដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គេអញ្ចឹងឆិនអ៊ីក៏នាំមកបន្ទប់លោកយាយរបស់គេតែម្ដងដែលជាកន្លែងកើតហេតុកាមេរ៉ាសុវត្ថិភាពបានឃើញថាយីងហ្នឹងគឺជាអ្នកដែលយកអីយកមកឲ្យលោកយាយគូញ៉ាំបន្ទាប់មកគាត់ក៏បានពោលយីងហ្នឹងគេមិនស្គាល់កាមេរ៉ាសុវត្ថិភាពនោះទេគេស្មានថាគឺជាមនុស្សអញ្ចឹងហើយគេក៏ចង់ជួបជាមួយនឹងកាមេរ៉ាសុវត្ថិភាពហើយក៏ស្រាប់តែលោកស្រីគូហ្នឹងadminក៏មិនទាន់ដឹងថាជាម្ដាយបង្ការរបស់ឆិនអ៊ីឬមួយក៏អត់នោះទេប៉ុន្តែគាត់គឺជាលោកស្រីនៅក្នុងផ្ទះគាត់ថាគាត់បានឃើញយីងយកស៊ុបហ្នឹងយកមកបញ្ចុកឲ្យលោកយាយបន្ទាប់មកទៅលោកយាយហ្នឹងគាត់ពោលតោះតែយីងចង់ធ្វើការបណ្ឌិតស៊ុបមួយចានដែលយកមកហ្នឹងបានជាមេការនៅក្នុងផ្ទះហ្នឹងបានប្រាប់ថាចានស៊ុបហ្នឹងគឺលាងសម្អាតបាត់ហើយហ្នឹងឆិនអ៊ីក៏ថាតើនាងត្រូវបង្ហាញភាពស្អាតស្អំដល់របៀបណាបើផតាំងត្រូវបំផ្លាញអស់ហើយហ្នឹងបន្តិចទៀតប៉ូលីសក៏មកដល់ផ្ទះរបស់ពួកគេដែរយីងគេក៏គិតមើលទៅថាពេលដែលគេប៉ះជាមួយនឹងឆិនអ៊ីចឹងទៅគេក៏នឹកឃើញរឿងរ៉ាវដែលបានកើតឡើងទៅគេក៏សាកល្បងទៅប៉ះរបស់ផ្សេងដែលវាគឺជាក្រែរបស់លោកយាយហ្នឹងធ្វើឲ្យគេហ្នឹងបានមានការចងចាំរូបភាពដែលបានកើតឡើងកាលពីមុនមែនយីហ្នឹងពិតជាបានយកស៊ុបយកមកឲ្យលោកយាយពិសេសហើយអ្នកស្រីគូហ្នឹងគាត់ក៏មកឃើញដែរប៉ុន្តែគាត់ក៏បានចេញពីបន្ទប់ហ្នឹងទៅឯយីមុននឹងចេញពីបន្ទប់លោកយាយហ្នឹងក៏បានចាប់អារម្មណ៍ជាមួយនឹងរុក្ខជាតិដែលបានដាក់តាំងនៅក្នុងបន្ទប់របស់គាត់ផងដែរវាគឺជារុក្ខជាតិដែលមេការក្នុងផ្ទះហ្នឹងយកមកដាក់នៅក្នុងបន្ទប់គាត់បច្ចុប្បន្នយីក៏សង្កេតឃើញថ្នាំរករាយនៅលើតុទៅគេសួរនាំទៅដឹងថាថ្នាំហ្នឹងគឺជាការរៀបចំរបស់លោកមេការហ្នឹងដោយសារតែលោកយាយគូគាត់មានជំងឺហឺតរួចហើយយីក៏ពិនិត្យទៅលើរុក្ខជាតិដែលមេការហ្នឹងយកមកដាក់តាំងម្ដងគឺវាជារុក្ខជាតិដែលងាយនៅក្នុងការប្រតិកម្មហើយវាក៏ងាយនៅក្នុងការជំរុញឲ្យជំងឺហឺតហ្នឹងរើឡើងដែរដូច្នេះបើសិនជាមេការជាអ្នករៀបចំថ្នាំឲ្យលោកយាយបើថ្នាំនោះគឺជាថ្នាំពុលវិញតើវាយ៉ាងណាទៅមេការដល់ពេលគេតាមតអញ្ចឹងអស់លក្ខបណ្ដាអត់មានធ្វើអីដល់កបិតមករចាក់យីប៉ុន្តែយីចេះក្បាច់កូនមានអីកិច្ចផុតហើយក៏ចាប់បោកគាត់កាច់ដៃគាត់នៅនឹងអ្នកគ្រប់គ្នានាំគ្នាឡើងចំហមាត់តែម្ដងព្រោះយីឥឡូវសាហាវជាងមុនទៀតអ្នកបង្ករឿងពិតប្រាកដហ្នឹងក៏ចាប់ខ្លួនបែនហើយប៉ុន្តែយីក៏មិនទាន់រួចខ្លួនដែរឆិនអ៊ីគេហាមមិនឲ្យចេញពីគ្រួសារគូរបស់គេទេរហូតតែការពិសោធន៍ថ្នាំហ្នឹងចេញមកសិនថាតើថ្នាំហ្នឹងគឺមានជាតិពុលឬមួយក៏អត់យីគេក៏ព្រមនៅរហូតដល់ថ្ងៃបន្ទាប់មកហ្នឹងគេក៏ដើរជុំវិញផ្ទះរបស់គ្រួសារគូគេមិនខ្វល់ពីការហាមឃាត់អីទេគេចេះដើរលេងទៅក៏គេចាប់ផ្ដើមឈឺក្បាលនឹងមានការចងចាំរបស់យីកាលពីមុន
បន្តិចបន្តួចតាក់ទងជាមួយនឹងអ្នកដែលលួចវាយប្រហារគេពីក្រោយប៉ុន្តែអត់ទាន់ដឹងថាជារូបភាពអីពិតប្រាកដដល់ឡើយទេភ្លាមនឹងក៏មានតួប្រុសម្នាក់ទៀតចេញមកខ្ទប់យាយៗទៅអញ្ចឹងម្នាក់ហ្នឹងគឺជាប្អូនរបស់ឆិនអ៊ីគឺមានឈ្មោះថាយៀនសឹងតោះតែយៀនសឹងបានហៅយាយៗថាអ្នកបងអញ្ចឹងទៅយាយៗបានភ្ញាក់ខ្លួនថាគេហ្នឹងបានរៀបការជាមួយនឹងឆិនអ៊ីហើយយៀនសឹងនេះមានតំណែងពិសេសជាមួយនឹងយាយៗទៅគេធ្វើអញ្ចឹងដាក់យាយៗបានដែលគេថាយាយៗឥឡូវប្លែកម៉ែគេក៏បយមកទៅថែបតួស្រីយើងប៉ុន្តែយាយៗដៃលះណាគេក៏បានដាក់ដៃខ្ទប់បាំងមកឡើងលឿនតែពេលហ្នឹងក៏ធ្វើឲ្យគេនឹងមានការចងចាំរឿងរ៉ាវកាលពីមុនរបស់យាយៗនិងយៀនសឹងកាលពី2ឆ្នាំមុនពួកគេទាំងពីរនាក់គឺជាគូស្នេហ៍នឹងគ្នាដោយយៀនសឹងនឹងត្រូវចេញទៅស្រុកក្រៅឬមួយក៏យ៉ាងណាក៏យកច្បាស់ដែរប៉ុន្តែដឹងតែត្រូវទៅ2ឆ្នាំទៅសន្យាថា2ឆ្នាំក្រោយនឹងមកជួបជាមួយនឹងយាយៗវិញទម្រាំតែយៀនសឹងបានត្រឡប់មកវិញនោះគឺយាយៗបានខ្លាយទៅជាបងថ្លៃរបស់គេបានរៀបការជាមួយនឹងបងប្រុសរបស់គេយៀនសឹងមិនអាចចិត្តឡើយព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ហើយក៏បានសន្យាថានឹងជួបគ្នា2ឆ្នាំក្រោយដែរហេតុអីក៏យាយៗនឹងក៏បត់ជាមួយនឹងសន្យាគេក៏ចាប់សួរយាយៗដើម្បីបញ្ជាក់ពីមូលហេតុពិតដែរប៉ុន្តែយាយៗអាចបានបកស្រាយឡើយបែរជានិយាយថាខ្លួនមិនបានស្រឡាញ់យៀនសឹងឡើយហើយគេរៀបការជាមួយនឹងមេគ្រួសារគូតែម្នាក់គត់ប៉ុណ្ណោះចឹងហើយទៅធ្វើឲ្យយៀនសឹងគេនៅតែមិនអស់ចិត្តជាមួយនឹងយាយៗពេលនេះហើយខណៈពេលហ្នឹងក៏ឮសម្លេងរបស់ឆិនអ៊ីហ្នឹងដែលកំពុងតែមករកយាយៗគឺយៀនសឹងហ្នឹងចង់ថើបយាយៗម្ដងទៀតតែយាយៗគេកិច្ចផុតទៅថើបទៅអញ្ចឹងវិញក៏ត្រូវយាយៗរបស់យើងហ្នឹងគឺថាចាត់ការឡើងស្លាប់ទើងនៅនឹងតែម្ដងហើយក៏ចាប់យៀនសឹងហ្នឹងញាត់ចូលទៅក្នុងបន្ទប់វិញដែលភ្លេចខ្លួនហ្នឹងលន់មកថារោគចិត្តមែនពាក្យរោគចិត្តហ្នឹងគេនិយាយមកដោយមិនដឹងខ្លួនហើយក៏មិនយល់ពីអត្ថន័យដែរហើយឆិនអ៊ីក៏មកឃើញយាយៗឈរនៅហ្នឹងគេសួរថាយាយៗកំពុងតែធ្វើអីយាយៗក៏បោកថាអត់មានធ្វើអីហ្នឹងគាត់ដើរលេងណាបន្ទាប់ពីនោះមែនពួកគេហ្នឹងក៏មកមើលលោកយាយគូដែលស្ថានភាពរបស់គាត់ឥឡូវហ្នឹងមិនជាបញ្ហាអីនោះទេគឺបណ្ដាជាតិពោចេញពីខ្លួនរបស់គាត់អស់ហើយក៏ប៉ុន្តែដោយសារតែសារជាតិមួយហ្នឹងវាក៏បានប៉ះពាល់ទៅដល់ខួរក្បាលរបស់គាត់ផងដែរអញ្ចឹងនៅពេលនេះគាត់មិនទាន់ដឹងខ្លួននោះទេអញនៅមួយរយៈពេលទៀតដែលមិនទាន់អាចកំណត់ថ្ងៃច្បាស់នៅឡើយទេតាមស្ថានភាពជាក់ស្ដែងរបស់គាត់ឆាន់អ៊ីក៏សុំទោសយាយៗដែលគេហ្នឹងមានការយកច្រឡំទៅលើនាងព្រោះឆ្នាំមួយហ្នឹងគេបានបណ្ឌិតមើលហើយគឺវាបញ្ហាមកពីឆ្នាំហ្នឹងមែនដែលមិនមែនជាទង្វើប៉ុនប៉ងរបស់យាយៗឡើយហើយចំណែកឯស៊ឺឈីត្រូវជាប្អូនរបស់ឆាន់អ៊ីឬមួយក៏យ៉ាងណាហ្នឹងអត់មានច្បាស់ដែរតែប្រហែលជាប្អូនរបស់គេបានយំសម្រក់ទឹកភ្នែកព្រោះអីគេបារម្ភពីលោកយាយរបស់គេយាយៗហ្នឹងក៏ដកកសែងដៃហ្នឹងឲ្យនាងជូតទឹកភ្នែកហើយក៏ប្រាប់ថាឯងចង់យំឬមួយក៏សើចក៏បញ្ចេញមកកុំលាក់បាំងអីស៊ឺឈីក៏មានអារម្មណ៍ថាបងថ្លៃរបស់គេហ្នឹងចម្លែកព្រោះពីដើមមកយាយៗមិនដែលប្រើកសែងដៃទេយាយៗក៏ចង់កិច្ចវេប៉ុន្តែឆាន់អ៊ីគេក៏ប្រាប់មុនថាយប់ហ្នឹងគឺគេនឹងទៅរកនាងដល់បន្ទប់លុះដល់យប់ឡើងឆាន់អ៊ីហ្នឹងមករកយាយៗដល់បន្ទប់មែនក៏បិទទ្វារបន្ទប់គ្រប់ហ្នឹងធ្វើឲ្យយាយៗហ្នឹងភ័យជាមួយសកម្មភាពរបស់ឆាន់អ៊ីបដ ព្រោះថាតាមអ្វីដែលយាយៗគេសើមកដឹងថាការរៀបការនេះមិនមែនជាការរៀបការមែនតែនឡើយហើយឆាន់អ៊ីហ្នឹងក៏មិនដែលជន់ជើងចូលបន្ទប់របស់គេដែរឆាន់អ៊ីគេចោទសួរយាយៗវិញណាយាយៗនាងគឺខុសពីមុនខ្លាំងមែនតែនហេតុអីសកម្មភាពរបស់នាងចម្លែកម្ល៉េះពីមុនមកនាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេយាយៗគេក៏ហៅលេឆ្លើយតបឡើងលឿនហាវនឹងមកពីលោកចោទប្រកាន់ថាគេដាក់ថ្នាំពលលោកយាយទៅអីចឹងហើយរំពឹងថាគេនឹងធ្វើល្អជាមួយមែនយាយៗគេខំបញ្ជាក់ទៀតណាថាជាប្តីរបស់គេហើយមកគិតអញ្ចឹងលើគេពិតជាខកចិត្តខ្លាំងមែនតែនហើយស្រាប់តែឆាន់អ៊ីតួប្រុសរបស់យើងចាប់ផ្ដើមដោះអាវរបស់ខ្លួនឯងព្រោះគេចង់ធ្វើជាស្វាមីដែលល្អសម្រាប់យាយៗឃើញហើយឡើងភ្ញាក់ព្រឺតែម្ដងតែគេមិនទាន់ហ៊ានមាត់អីនោះទេឆាន់អ៊ីនឹងដូចលេងមែនតែនណាដើរមកក្បែរយាយៗហ្នឹងចង់រត់ថើបយាយៗទៀតតែយាយៗហ្នឹងក៏កិច្ចវេះឲ្យឆាន់អ៊ីទៅងូតទឹកសិនទៅតួប្រុសនឹងទៀតគេឲ្យទៅងូតទឹកហ្នឹងងូតមែនហើយគិតថាបានមែនយាយៗគេដឹងថាឆាន់អ៊ីនេះកំពុងតែសារលបងចិត្តរបស់គេហើយបែបសង្ស័យថាគេមិនមែនជាយាយៗពិតប្រាកដហើយអញ្ចឹងហើយគឺថាមានតែដាក់មេប្រូចទេតែមានអ្នកស្រាប់តែយាយសិលហ្នឹងមានមករកគេដល់បន្ទប់ដែរគឺថាអត់មានខ្វល់ថាឆាន់អ៊ីនឹងកំពុងតែនៅក្នុងបន្ទប់ទឹកនោះអីទេហើយគេថែមតែមិនចាប់រុញយាយៗដល់លើស្លងទៀតប៉ះពាល់មុខរបស់យាយៗព្រោះដឹងថាបងប្រុសរបស់គេហ្នឹងមិនដែលបានប៉ះពាល់ខ្លួនប្រាណរបស់យាយៗម្ដងណាឡើយយាយៗក៏ចាប់គេទម្លាក់ពីស្លងដើម្បីកុំឲ្យប៉ះពាល់គេបន្តទៀតប៉ុន្តែយាយសិលហ្នឹងគឺថាចង់បង្ហាញសកម្មភាពមួយហ្នឹងឲ្យបងប្រុសរបស់ខ្លួនបានឃើញហ្មងទើបយាយៗទ្រាំបានហ្នឹងវាយឲ្យគេស្លាប់តែម្ដងទៅហើយគេក៏ឃ្លុំយាយសិលហ្នឹងនៅលើគ្រែដើម្បីបញ្ឆោតឲ្យឆាន់អ៊ីហ្នឹងស្មានថាគេហ្នឹងកំពុងតែឃ្លុំភួយឆាន់អ៊ីបានចាប់អារម្មណ៍យាយៗហ្នឹងក៏វាយឲ្យស្លាប់ម្នាក់ទៀតហើយពួកគេទាំងពីរនាក់ហ្នឹងក៏កេងលើគ្រែជាមួយនឹងគ្នាដល់ព្រឹកឡើងទៅភ្ញាក់ស្រែកផ្អើលផ្ទះគ្រួសារគូនេះបែបគេមិនហៅភូមិមួយគ្រឹះទេគេហៅថាវិមានណាពួកអីផ្ទះធំខ្លាំងមែនតើអ្នកបម្រើគេហ្នឹងក៏ច្រើនទីធ្លាក៏ធំយាយៗគេចេញមកសង្កេតបរិយាកាសនៅខាងក្រៅហ្នឹងក៏មានអារម្មណ៍ថានេះមិនជាពិភពលោករបស់គេទេហើយយាយៗក៏បានចាប់អារម្មណ៍ទៅលើសភៅដែលដេញថ្លៃវត្ថុបុរាណនៅក្បាលហ្នឹងបើកមើលទៅក៏បានឃើញនៅផ្លាកបញ្ជាទ័ពរបស់គេដែររំលឹករឿងផ្លាកបញ្ជាទ័ពមួយហ្នឹងគឺជាផ្លាកបញ្ជាដែលឪពុករបស់គេហ្នឹងបានបកគោលឲ្យគេនៅពេលដែលគាត់បានតែងតាំងយាយៗធ្វើជាសេនាប្រមុខស្រីផ្លាកបញ្ជាមួយហ្នឹងគឺវាមានបាត់នៅបំណែកខាងក្រៅបន្តិចដែលបំណែកមួយហ្នឹងគឺធ្លាក់ទៅលើអ្នកមានគុណដែលធ្លាប់ជួយគ្រួសាររបស់ពួកគេនោះហើយគេដឹងគុណឪពុករបស់យាយៗក៏ផ្ដាំយាយៗថាបើសិនជាទៅថ្ងៃមុខគ្រួសារអ្នកមានគុណរបស់គេហ្នឹងជួបនៅឧបសគ្គបញ្ហាអ្វីកូនចៅតចំនួនគ្រួសារណានគង់របស់គាត់ត្រូវតែធ្វើការតបស្នងនិងជួយពួកគេវិញផ្លាកបញ្ជាមួយនេះវាក៏មិនមែនត្រឹមតែធ្វើការបញ្ជាតបនៅក្នុងជំរំតរបស់ពួកគាត់ឡើ
ឡើយប៉ុន្តែវាក៏ជានិមិត្តសញ្ញានៅក្នុងការធ្វើត្រឡប់អាយុជីវិតនិងការស្លាប់ហើយក៏អាចធ្វើការផ្លាស់ប្ដូរពេលវេលាផងដែរអញ្ចឹងយាយហ្នឹងក៏នឹកឃើញទៅថាមុននឹងគេស្លាប់គេបានកាន់ផ្លាកបញ្ជាមួយហ្នឹងបែបដោយសារតែផ្លាកបញ្ជាហ្នឹងហើយទៅគេបានឆ្លងមកកាន់ពេលវេលានេះរួចហើយយាយគេក៏អង្គុយញ៉ាំអាហារពេលព្រឹកយ៉ាងឆ្ងាញ់មាំមួនខ្លាំងមែនតើដល់ពេលឃើញឈិនអ៊ីមកអញ្ចឹងឡើងលាខ្លួនព្រោះពាក់ព័ន្ធជាមួយនឹងរឿងការប្រយោគមិញឈិនអ៊ីហ្នឹងក៏ដេញដោលសួរនាំយាយគេក៏លេះថាគឺមកពីលោកសន្លប់តាហើយគេហ្នឹងក៏អូឲ្យតែគេលើក្រែទៅបន្តមកនោះយាយក៏បង្ហាញសភៅដេញថ្លៃហើយក៏ប្រាប់ឈិនអ៊ីថាគេចង់ចូលរួមនៅក្នុងកម្មវិធីដេញថ្លៃមួយនេះហើយឈិនអ៊ីទទួលបានការអញ្ជើញចូលរួមហើយយកគេទៅជាមួយដែរទៅប៉ុន្តែឈិនអ៊ីគេក៏បដិសេធព្រោះថាមិនសមមិញយាយបាននិយាយដល់ខ្លួនឯងថាពួកគេគ្មានតំណែងអីជាមួយនឹងគ្នាទេហើយទោះបីជាយាយព្យាយាមបញ្ចុះប្រាប់ថាគេមានរបស់ដែលគេចង់បានក៏ដោយហ្នឹងក៏ឈិនអ៊ីគេបដិសេធគេថាគេមិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការប្រកាសតំណែងរបស់ពួកគេទាំងពីរនាក់ហ្នឹងជាសាធារណៈនៅឡើយទេយាយអត់ចោះញោមជាមួយណាពឹងពាក់គេបានណាមានតែពឹងលើខ្លួនឯងលួចមកកន្លែងដេញថ្លៃហ្នឹងតែម្ដងទៅប៉ុន្តែមិនអាចចូលទៅខាងក្នុងបានឡើយគេសង្កេតឃើញថាចូលរួមបានលុះត្រាតែមានសម្បត្តិអញ្ជើញអញ្ចឹងគេក៏រមមជ្ឈបាយសិនហើយយាយក៏ស្រាប់តែដើរមកប្រទេសឃើញបរិសម្នាក់ណាកំពុងតែឈរនិយាយទូរស័ព្ទម្នាក់ហ្នឹងមកចូលរួមនៅក្នុងកម្មវិធីដេញថ្លៃនេះដូចជាចាប់អារម្មណ៍ទៅលើផ្លាកបញ្ជានោះដែរយាយបានឃើញសម្បត្តិអញ្ជើញហ្នឹងនៅកប៉ាល់អារបស់ម្នាក់ហ្នឹងគេស្រាប់តែចូលទៅលួចដោយធ្វើការបិទមុខប៉ុន្តែម្នាក់ហ្នឹងរហ័សដែរគឺកិច្ចពីយាយតើតែម្នាក់ហ្នឹងគឺជាតារាល្បីដែលមានឈ្មោះថាមូយៀនគេស្មានថាយាយហ្នឹងគឺជា fan របស់គេហើយយាយមានតែស្គាល់ពាក្យ fan ហ្នឹងជាស្អីណាមូយៀនគេក៏ថាឈប់សម្ដែងទៅចង់បានហត្ថលេខាឬមួយក៏ចង់ថតរូបយាយក៏តបថាមិនចង់បានអ្វីទាំងអស់គឺគេចង់ទិញសម្បត្តិចូលរួមនោះតើហើយមូយៀនហ្នឹងមានព្រមលក់ណាព្រោះវាជាសម្បត្តិដែលសំខាន់ដែរទើបយាយមានតែវាយទៅដល់សម្បត្តិហ្នឹងជាមួយនឹងមូយៀនតែប៉ុន្តែអ្វីដែលសំខាន់ណាមូយៀនក៏ចេះក្បាច់កូនដែរគេរហ័សចាប់រហ័សក្បាច់កូនដែលប្រហាក់ប្រហែលជាមួយនឹងយាយប៉ុន្តែយ៉ាងណានោះយាយក៏ចាប់បានសម្បត្តិអញ្ជើញមូយៀនក៏ចាប់បាច់កសែមុខរបស់យាយឃើញមុខរបស់គេតែម្ដងគេបើដល់ភ្ញាក់ផ្អើលក៏បានកើឡើងមូយៀនគឺជាកូនចៅតបរបស់យាយកាលពីជំនាន់1000ឆ្នាំមុនឆ្លងពេលវេលាមកជាមួយនឹងគ្នានេះដែរអញ្ចឹងមិនគេចង់ចូលរួមនៅក្នុងការដេញថ្លៃខ្លាំងណាស់ក៏ពិតទៅគឺវាអញ្ចឹងទេប៉ុន្តែយាយគេមិនស្គាល់មូយៀននោះទេអាចថាមូយៀនគ្រាន់តែជាកូនចៅតបនៅថ្នាក់ក្រោមអីចឹងទៅគេនឹងមិនចាប់អារម្មណ៍មូយៀនក៏ចាប់ផ្ដើមបើកចិត្តទលាជាមួយនឹងយាយព្រោះជាមេរបស់ខ្លួនគេថាសម្បត្តិហ្នឹងគេបកគលឲ្យយាយគឺមិនគិតប្រាក់នោះទេហើយយាយក៏អាចចូលរួមធ្វើជាដៃគូជាមួយនឹងគេបានដែរតែឡើយរឿងរបស់យើងនៅក្នុងភាគនេះអេដមីនសុំស្លេះតែប៉ុណ្្នឹងឯណាអញ្ចឹងចាំជួបគ្នាជាមួយអេដមីនម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ